ពេលនេះអាចប្រកួតប្រជែងជាមួយនឹងផលិតផលក្រៅប្រទេសបានមែនទេលោកអគ្គនាយកណោះបាទការពិតបើមែនទែនបើសិនជាយើងមិនអាចប្រកួតជាមួយផលិតផលនាំចូលមកបានទេយើងអត់អាចឈរជើងក្នុងទីផ្សារបានជាង20ឆ្នាំអញ្ចឹងកើតទេជាក់ស្ដែងមិនថាសហគ្រាសអីជាសហគ្រាសអីទេនៅពេលដែលនាងទស្សនាជាបន្តទៅកម្មវិធីគំនិតឆ្នៃបង្កើតរបស់ទូរទស្សន៍ VTV បានបង្ហាញជូនលោកអ្នកនាងទស្សនវិជ្ជានៅក្នុងសហគ្រាសផលិតថ្នាំពណ៌ campaign ថ្នាំពណ៌ជាតិឥឡូវនេះលោកអ្នកនាងប្រហែលជាចង់ដឹងអំពីដំណើរការមួយចំនួននៅក្នុងសហគ្រាសអញ្ចឹងជាបន្តនេះខ្ញុំសូមអនុញ្ញាតធ្វើកិច្ចសម្ភាសន៍ជាមួយនឹងលោកសំសម្បត្តិលោកគឺជាអគ្គនាយកនៃសហគ្រាសផលិតថ្នាំពណ៌ជាតិ campaign ចាអញ្ចឹងសូមគោរពអញ្ជើញលោកអ្នកនាងទស្សនាបន្តចាលោកអគ្គនាយកឲ្យពេលឃើញសហគ្រាសយើងទៅបានថាអស្ចារ្យមែនតើណោះក៏ទៅប្រសិនបើយើងមិនបានបង្ហាញជូនណាប្រហែលជាគេអត់ដឹងថាខ្មែរយើងឥឡូវគឺមានផលិតករបកាយធ្វើបានមែនទេលោកអគ្គនាយកណាបាទ campaign ថ្នាំពណ៌ជាតិយើងបានបង្កើតផ្លូវការមកតាំងពីខែ4ឆ្នាំ2004ជាង20ឆ្នាំហើយបើរាប់ទៅតាំងពីឆ្នាំ2004មកអាចនិយាយបានថាពេលបង្កើតនេះយើងជាសហគ្រាសទូចមួយបាទជួលកន្លែងគេទូចមួយអត់ដល់និយាយរួមដីអត់ដល់1000ការ៉េចាប់ផ្ដើមដំបូងជួលដីហ្នឹងដំណើរការមកបាន5ឆ្នាំក៏វាចាប់ផ្ដើមចង្អៀតខ្លាំងហ្មងណាយើងរីកទៅវាដូចយើងក្មេងណាធំទៅវាតឹងខោអាវចាអញ្ចឹងយើងត្រូវការដូរកន្លែងអញ្ចឹងយើងរើកន្លែងទី1ហ្នឹងទៅជួលកន្លែងទី2ជួលកន្លែងទី2ហ្នឹងជួលបាន6ឆ្នាំទៀតចង្អៀតទៀតម្ចាស់គេថាអូវាចង្អៀតផងវាពិបាកផងអញ្ចឹងចប់កងត្រែជួលគេសុំឲ្យយើងរើចេញទៅអញ្ចឹងក៏យើងរើមកទីនេះមកដល់ដំបងទៅនេះនិយាយទៅគេហៅថាស្រែសុទ្ធហ្មងហើយចរចាជាមួយនឹងម្ចាស់ស្រែទៅសុំទិញដីស្រែគាត់ដើម្បីយកមកធ្វើរោងចក្រទៅបាទយកធ្វើរោងចក្រអញ្ចឹងយើងចាប់ផ្ដើមសង់ធ្វើរោងចក្រនៅទីនេះឆ្នាំ2014បាទឆ្នាំ2019គេហៅកវែកកឆ្នាំងថាថ្មីបន្ថែមទៀតដែរព្រោះយើងរើមកនោះចាអញ្ចឹងតេតក់ទៅក៏2016យើងក៏រួចរាល់បានចូលមកកន្លែងនេះពេលមកដំបូងមិនបានស្អាតមិនបានរៀបរយអីចឹងទេរើតែបានមកសិនដល់ពេលមកដល់ទីនេះក៏យើងចាប់ផ្ដើមរៀបចំអីច្រើនអញ្ចឹងទៅអាចថាពេលដែលកម្មវិធីគំនិតឆ្នៃបង្កើតចុះមកនេះអាចឃើញទៅគ្រប់យ៉ាងដូចជារៀបរយណាបាទចាបាទអញ្ចឹងមានន័យថាអ្វីដែលដំណើរការទៅបាននេះយើងឆ្លងកាត់ពីដំណាក់កាលដំបូងគឺមានការលំបាកបន្ទាប់ពីលំបាកមកក៏យើងបានស្រួលតែម្ដងតែមកដល់ពេលនេះអាចប្រកួតប្រជែងជាមួយនឹងផលិតផលក្រៅប្រទេសបានមែនទេលោកអគ្គនាយកណោះបាទការពិតបើមែនទែនបើសិនជាយើងមិនអាចប្រកួតជាមួយផលិតផលនាំចូលមកបានទេយើងអត់អាចឈរជើងក្នុងទីផ្សារបានជាង20ឆ្នាំអញ្ចឹងកើតទេជាក់ស្ដែងមិនថាសហគ្រាសអីជាសហគ្រាសអីទេនៅពេលដែលយើងចង់និយាយយើងមានសមត្ថភាពនិងមានគុណភាពល្អបានយើងអាចឈរជើងក្នុងទីផ្សារបានចាហើយបើយើងអត់មានទេកុំថាឡើយទៅប្រកួតជាមួយគេមកទៅប្រកួតអ្នកល្មមគឺយើងមិនអាចនឹងទប់ជាប់ផងប៉ុន្តែនៅទីនេះគឺយើងអាចនិយាយបានថាយើងប្រកួតជាមួយគូប្រកួតប្រជែងបានគ្រប់លំដាប់ថ្នាក់ទាំងអស់ចាចង់ភ្លឺខ្លាំងក៏បានភ្លឺល្មមក៏បានCampaign ថ្នាំពណ៌ជាតិស្រស់ស្អាតហើយជូតបានយូរ